Một mắt thấpឆ្ងល់អត់នៅពីក្រោយរូបភាពឬក៏វីដេអូដែលយើងធ្លាប់តែឃើញហ្នឹងណាបង content creator ម្នាក់មានសភាពបែបណាក៏អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីការងារដែលខ្ញុំធ្វើរាល់ថ្ងៃទាំងនៅកន្លែងធ្វើការហើយនិងនៅផ្ទះផងដែរបងភាគច្រើនតែងតែឃើញរូបភាពស្អាតកាត់ភ្លឹងពេលនិយាយមានភាពជឿជាក់និយាយលះអីអញ្ចឹងនៅលើអេក្រង់ណាប៉ុន្តែការពិតនៅពីក្រោយវីដេអូគឺចំណាយពេលអស់ច្រើនម៉ោងណាទាំងអស់គ្នាទាំងការគិត content សរសេរ script ថតបើបថតវិញថតចុះថតឡើងអត់ដែរសឹងថា100វីដេអូយកបានមួយដោយសារតែយើងត្រូវរត់មាត់ពេលនិយាយយើងសំ script សំអីយកទៅនៅកន្លែងក្រុមហ៊ុនរបស់ខ្ញុំដោយសារតែមានកាមេរ៉ាមែនហើយនិង editor អញ្ចឹងការងារគឺខ្ញុំសរសេរគិតតែ content សរសេរ script ហើយនឹងចេញមកថតគឺផុតពីហ្នឹងគឺបុគ្គលឲ្យពួកគាត់ធ្វើហើយពេលខ្លះក៏ត្រូវគិតនិយាយមែនជីវិតមានរឿងត្រូវគិតតាំងពីបើកភ្នែករហូតដល់បិទភ្នែកហ្មងវាមិនមែនគ្រាន់តែជាគេថតលេងសប្បាយឲ្យតែហើយទេប៉ុន្តែវាទាមទារវិន័យអ្នកទាំងអស់គ្នាហើយនឹងការគិតនេះគឺជាផ្នែកមួយ part 1 នៃជីវិតពីក្រោយកាមេរ៉ាណាចុះបងប្អូនទាំងអស់គ្នាមានបំណងចង់ខ្លាចជា content creator អត់ហើយបើសិនជាអ្នកដែលឃើញវីដេអូមួយហ្នឹងពីបង content creator ដែលធ្លាប់ឆ្លងកាត់អាចចែករំលែកបទពិសោធន៍ឬក៏អារម្មណ៍បងនៅខាងក្រោមវីដេអូមួយហ្នឹងបើសិនជាមានយោបល់អីអញ្ចឹងណាជួបខ្ញុំនៅ part 2 អ្នកទាំងអស់គ្នា